បាទជំរាបសួរពុកម៉ែបងប្អូនដែលតែងតែនិយមគាំទ្រ channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំចង់ចែករំលែកទាំងអស់គ្នាអំពីការ add account Gmail របស់យើងទៅក្នុងកម្មវិធី Gmail បាទទាំងអស់គ្នាបានស្គាល់ហើយបាទកម្មវិធី Gmail នេះបាទអញ្ចឹងមុនហ្នឹងយើងបានចេះអំពីការលុបកម្មវិធីបាទអញ្ចឹងយើងអត់ទាន់បានស្គាល់អំពីកម្មវិធី Gmail តើបើសិនជាយើងលុបតែយើងចង់ add account Gmail ដែលយើងធ្លាប់បង្កើតហើយហ្នឹងតែយើង add នៅក្នុងកម្មវិធី Gmail តែយើង add យ៉ាងម៉េចបាទអញ្ចឹងយើងចូលទៅក្នុងកម្មវិធី Gmail ទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាកម្មវិធី Gmail បាទ Gmail ដែលយើងប្រើប្រាស់បាទអញ្ចឹងដើម្បី add យើងត្រូវធ្វើដូចម្ដេចបាទអញ្ចឹងដើម្បី add account Gmail ថ្មីរបស់យើងចូលទៅក្នុងហ្នឹងឬក៏ account Gmail របស់យើងដែលធ្លាប់ប្រើប្រាស់ហើយបាទអញ្ចឹងយើងត្រូវចូលទៅក្នុងបាទត្រង់នេះបាទអញ្ចឹងយើងយកពាក្យថា add another account នេះបាទបន្ទាប់មកយើងចូលយកពាក្យថា Google បាទអញ្ចឹងអានេះគឺខាង Google Play Store វាឲ្យយើង verify បាទនៅពេលដែលយើងនេះគឺវា load ចូលផ្ទាំង sign in បាទអញ្ចឹងនៅពេលដែលចូលផ្ទាំង sign in បងប្អូនទាំងអស់គ្នាអាចវាយជា Gmail របស់បងប្អូនដែលធ្លាប់ប្រើប្រាស់បាទអញ្ចឹងយើងវាយ account Gmail របស់យើងបាទអញ្ចឹង account Gmail របស់ខ្ញុំបាទដែលខ្ញុំធ្លាប់បានបង្កើតហើយបាទអូខេយើង @gmail.com បាទអញ្ចឹងនេះគឺជា Gmail របស់ខ្ញុំបាទអញ្ចឹងនៅពេលដែលយើងវាយ Gmail ហើយវានឹងឲ្យយើងវាយ password បាទពេលដែលយើងវាយ password ហើយបាទគេនឹងសួរអំពីលក្ខខណ្ឌមួយចំនួនយើងចុចពាក្យ agree បាទខ្ញុំយល់ព្រមបាទនៅពេលដែលយើងវាយហើយគឺវានឹង log ចូលទៅក្នុង Gmail របស់យើងបាទវានឹង log ចូលទៅក្នុងផ្ទាំងបែបនេះបាទនេះគឺជា mailbox របស់ខ្ញុំបាទដែលមើលទៅក្នុងទូរស័ព្ទដៃបាទអញ្ចឹងបាទនេះគឺជា mailbox ដែលនេះយើងមាន all inbox មាន primary social អញ្ចឹងទៅបើសិនជាបងប្អូនចង់ផ្លាស់ប្ដូរបាទ profile Gmail របស់បងប្អូនបាទបងប្អូនអាចចុចត្រង់នេះបាទគឺបងប្អូនចុចត្រង់នេះបាទបន្ទាប់មកបងប្អូនចុចយកពាក្យថា manage your Google account បាទអញ្ចឹងនៅពេលដែលចេញផ្ទាំងបែបនេះហើយគឺបងប្អូនចុចយកនៅលើនេះបាទនៅលើនេះគឺ profile picture របស់យើងបាទបន្ទាប់មកយើងចុចយកពាក្យថា set profile photo បាទអញ្ចឹងខ្ញុំអាច choose photo from gallery របស់ខ្ញុំបាទអញ្ចឹងយើងអាច add photo របស់យើងមកបាទនេះគឺខ្ញុំអាចដាក់នៅរូបប៉ិនអ្វីដែលខ្ញុំចង់បានបាទខ្ញុំចង់យកប៉ុន្មានក៏បានបាទមុខប៉ុណ្ណេះក៏បានបាទពាក្យ accept បាទ accept គឺវានឹង auto ផ្លាស់ប្ដូរនៅក្នុង profile បាទអញ្ចឹងនៅពេលដែលយើងប្ដូរ profile picture ហើយវានឹង load ចេញបែបនេះបាទនេះ profile picture របស់យើងដែលយើងបាន set បាទអញ្ចឹងសូមអរគុណសម្រាប់បងប្អូនទាំងអស់គ្នាបាទដែលតែងតែគាំទ្រ channel របស់ខ្ញុំបាទអរគុណច្រើន